ទឹកទី1 The Final Champion សម្រាប់ការប្រកួតអីហើយវិញទិបាត់លោកគ្រូខឹមសុជាតិគាត់ចំត្រឡោកគាត់ចំត្រឡោកចាំត្រឡោកគ្រូខឹមសុជាតិប្រកួតបន្តអាយចូលមកកាយឆាយបទុកម្លាំងមួយសិនហ្នឹងណាបាទគេហៅថាអាគមបញ្ចុះកម្លាំងតិចសិនទាត់មួយចាត់បាយដែរណាបាទតស៊ូទៅទៀតបង្គោលក្រហមនឹងខៀវរៀងខ្លួនអាចមើលបាទអ្នកតបពិសេសបាទបង្គោលក្រហមទៅណាវាដើរចូលសិនបលស៊ីឡុងដើរចូលអាយ៉ាដូចចង់មកជើងឆ្វេងមួយដៃរបស់ស៊ីឡុងមួយដៃស្ដាំរបស់ស៊ីឡុងជង្គង់បាទស៊ូបាទ3ទឹកអត់មើលទៅជង្គង់ស្ដាំក្រហមបាទក្រហមបលស៊ីឡុងទៅបលស៊ីឡុងក្រហមណាបាទបលស៊ីឡុងក្រហមខៀវនៅវ៉ានីបាទមួយជើងឆ្វេងបាទសង្ស័យជង្គង់ស្ដាំទៅហើយបកសមួយថាដូចជាមិនអីទេមិននៅចំហចូលបាទនៅចំហចូលឡើងមកធ្វើដួលមកអត់អីទេ4ដៃគាត់ដល់ក្រោមមិនគាត់ស្គប់ទៅលើបាទដល់ពោះ7ជួយផលស្រងវាខាងឡើងវិញជង្គង់ទៀតទៅបង9 10ផ្លែល្អមែនជីឡុងនេះបាទទាំងកែងទាំងជង្គង់មកស្អិតល្អណាស់ទស្សនិកជនតស៊ូគ្នាប្រកាសប្រកួតយើងសន្មតថា3ទឹកប៉ុន្តែវាយគ្នាមិនបានដល់1ទឹកផងបាទអានេះវាយោងតាមបច្ចេកទេសយោងតាមកលល្បិចរបស់កីឡាករយោងតាមសមត្ថភាពរបស់កីឡាករអត្តបងនេះគេថាបើកឆាកភ្លាមចំកន្លែងការពារលោកគ្រូខឹមសុជាតិធ្វើមុខមហិតថាបាទអាមិនក៏ចូលភ្លាមទាត់កន្លែងការពារគ្រូខឹមសុជាតិគាត់ឆ្ងល់ដែរណាបាទសូមអរគុណកីឡាករបង្គោលក្រហមផលស៊ីឡុងទទួលបញ្ជាជំនះដល់ព្រោះកីឡាករ